សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស្មីខ្ញុំក៏បានលើកចំពោះរឿងថ្មីដោយរឿងហ្នឹងខ្ញុំបានដាក់ចំណងជើងថាខ្ញុំក៏ជាព្រះបិសាចតែគឺកុំឲ្យខាត់ពេកចូលរឿងរបស់យើងតែម្ដងទៅគ្រាន់តែចូលរឿងដំបូងគឺមានជាមួយនឹងការនិយាយអំពីប្រហោងខ្មៅដែលវាបានលេចឡើងជាមួយនឹងសត្វចម្លែកដែលបានអុកឡុំមកកាន់ទីក្រុងស្របពេលដែលមានសត្វចម្លែកមនុស្សរបស់យើងក៏មានជាមួយនឹងធម៌ពលពិសេសដែលត្រូវបានគេហៅថាហេរ៉ូដោយពួកគេទាំងអស់នោះគឺជាអ្នកជួយសង្គ្រោះមនុស្សជាតិជាពិសេសបន្តពីពួកគេចាប់ការទៅការចំពោះសត្វចម្លែកពួកគេក៏អាចទទួលបានជាមួយនឹងវត្ថុឬក៏ item ដែលទទួលបានពីសត្វចម្លែកទាំងអស់នោះប៉ុន្តែរឿងក៏បានបង្ហាញចំពោះបន្ទីពេទ្យមួយកន្លែងដែលយើងបានលើសម្លេងគេនិយាយអំពីហ្វៃអ្នកគឺត្រូវបានរងរបួសដោយចៃដន្យដោយសារតែហេរ៉ូតកម្នាក់នោះដែលគាត់គឺមានឈ្មោះថាលីខាងយ៉ាងនេះគឺជាប្អូនស្រីរបស់តួឯករបស់យើងឈ្មោះថាហ្វៃតួឯករបស់យើងក៏បានប្រាប់ផងដែរដោយប្អូនស្រីរបស់គេមានជាមួយនឹងធម៌ពលផ្លូវចិត្តខ្លួនក៏មានជាមួយនឹងសមត្ថភាពពិសេសគឺជាការដកជាមួយនឹងធម៌ពលពិសេសពីអ្នកដទៃដោយតួឯករបស់យើងមានឈ្មោះថាយ៉ាងស៊ីគាត់ក៏បានដកធម៌ពលពិសេសរបស់ប្អូនស្រីរបស់គាត់ដោយសារតែគាត់គឺត្រូវការចាំបាច់ជាមួយនឹងធម៌ពលប្អូនស្រីរបស់គេដោយវាគឺស្ថិតនៅរ៉ាំងនេះគាត់ក៏សង្ឃឹមថាប្អូនស្រីគឺមិនខឹងទៅលើគាត់ចុះដែលគាត់ក៏ចង់រើជាមួយនឹងកំហុសរបស់ហេរ៉ូម្នាក់នោះដែលបានធ្វើឲ្យគ្រោះថ្នាក់ដល់ប្អូនស្រីរបស់គេដោយចៃដន្យគាត់ក៏បានលើជាមួយនឹងសម្លេងឪពុកម្ដាយរបស់គាត់និយាយជាមួយនឹងមេធាវីរបស់ខាងហេរ៉ូដោយចំពោះពួកគេមិត្តនេះដើម្បីផ្ដល់សំណងឲ្យទៅការចំពោះខាងគ្រួសារតួឯករបស់យើងប៉ុន្តែឪពុកម្ដាយរបស់តួឯករបស់យើងនឹងគាត់មិនចង់ទទួលយើងនោះទេប៉ុន្តែយ៉ាងស៊ីរបស់យើងក៏បានព្រមទទួលយើងដោយប្រាថ្នាការចំពោះឪពុកម្ដាយរបស់គាត់ថាឥឡូវនេះពួកយើងពិតជាខ្វះខាតប្រាក់ដើម្បីមើលថែប្អូនស្រីរបស់គាត់បន្តមកយ៉ាងស៊ីប្រាថ្នាការចំពោះមេធាវីម្នាក់នឹងខ្ញុំក៏មានលក្ខខណ្ឌមួយចង់ឲ្យចំពោះហេរ៉ូម្នាក់នឹងមកសុំទោសចំពោះគ្រួសាររបស់ខ្ញុំដោយសាធារណៈប៉ុន្តែចំពោះហេតុផលមួយនេះមេធាវីវាងនឹងដូចជាមិនអាចធ្វើបានឡើយព្រោះថាគាត់គឺជាហេរ៉ូអេរ៉េងណាដូច្នោះមិនអាចធ្វើដូច្នេះបានទេបាទអញ្ចឹងអាចឲ្យខ្ញុំសុំទោសជំនួសក៏បានផងដែរមើលទៅដោយសារតែបានហើយឥឡូវនេះអ្នកគ្រាន់តែបង់ជាមួយនឹងប្រាក់100,000មកបានហើយមេធាវីវាងក៏បានយល់ព្រមបន្តិចទៀតគាត់នឹងរៀបចំចំពោះប្រាក់ឲ្យមកកាន់ខាងគ្រួសាររបស់តួឯករបស់យើងមេធាវីវាងនឹងក៏បានតែទៅការចំពោះហេរ៉ូអេរ៉េងម្នាក់នឹងដែលគាត់គឺមានឈ្មោះថាលីខាងយ៉ាងដែលគឺជាអ្នកដែលបានធ្វើឲ្យចំពោះប្អូនស្រីរបស់តួឯករបស់យើងរងរបួសឥឡូវនេះពួកគេបានដោះស្រាយរួចហើយគ្រាន់តែរៀបចំលុយតែប៉ុណ្ណោះការបង្ហាញចំពោះយ៉ាងស៊ីរបស់យើងវិញបានត្រឹមតែសុំទោសទៅកាន់ប្អូនស្រីរបស់គេសង្ឃឹមថាប្អូននឹងមិនខឹងបងចុះដោយសារតែបងក៏មានហេតុផលរបស់បងផងដែរមិនអីទេបងនឹងរើចំពោះហេតុផលណាមួយផ្សេងទៀតដើម្បីឲ្យពួកគេសងសំណងឬក៏ការសុំទោសមកកាន់ប្អូនស្រីសម្រាប់យ៉ាងស៊ីរបស់យើងវិញក៏បានចាកចេញពីទីនេះតែគាត់ក៏បានទៅរកកន្លែងណាមួយផ្សេងទៀតដើម្បីស្វែងរកជាមួយនឹងវីដេអូណាមួយអាចបញ្ជាក់ថាហេរ៉ូម្នាក់នោះគឺជាអ្នកខុសគាត់ក៏បានមកជួបចំពោះបន្ទប់កន្លែងណាមួយយើងក៏បានឃើញនារីពីរនាក់ដែលមានឈ្មោះថាឡានម្នាក់ទៀតមានឈ្មោះថាស៊ូអាយប៉ុន្តែសម្រាប់យ៉ាងស៊ីរបស់យើងមិនបាននិយាយជាមួយពួកគេច្រើនទេហើយគាត់ក៏បានចូលទៅកាន់ចំពោះបន្ទប់របស់គាត់តែម្ដងទៅបន្ទាប់ពីចូលដល់ក្នុងបន្ទប់ហ្នឹងគាត់ក៏នៅតែមើលចំពោះវីដេអូមួយនោះប៉ុន្តែក៏មិនទាន់បានរកឃើញចំពោះកំហុសណាមួយសម្រាប់ហេរ៉ូម្នាក់នោះទេប៉ុន្តែស្រាប់តែឃើញថាវាដល់ម៉ោងចំពោះយ៉ាងស៊ីរបស់យើងដល់ម៉ោង2:30នាទីបានចេញទៅក្រៅបន្ទប់ក៏បានឃើញជាមួយនឹងកញ្ញាម្នាក់នាងមានឈ្មោះថាលីងណៃស៊ូចាយើងហៅកញ្ញាស៊ូបានហើយដោយកញ្ញាមកហ្នឹងគឺបានផឹកស្រាឡើងសវឹងដល់ថ្នាក់នាងទៅក្អួតនៅក្នុងបន្ទប់ទឹកនិយាយរឿងក្អួតទៅសំទោមន្ទីរអ្នកពងញ៉ាំបាយឃើញថានាងផឹកស្រាច្រើនពេកហ្នឹងយ៉ាងស៊ីរបស់យើងក៏បានលើកនាងគឺដើម្បីយកទៅគេងប៉ុន្តែក៏បានដឹងផងដែរថាកញ្ញាមកហ្នឹងក៏មានជាមួយធម៌ពលពិសេសគឺធម៌ពលខួរក្បាលនិយាយទៅអំពីការកេរនីយ៉ាងស៊ីរបស់យើងគ្មានអ្វីក្រៅពីសំទោសតែប៉ុណ្ណោះក៏បានដកហូតជាមួយនឹងធម៌ពលពិសេសមួយនោះឥឡូវនេះគាត់ទទួលបានជាមួយនឹងធម៌ពលពីរនៅក្នុងដៃរបស់គាត់មួយធម៌ពលផ្លូវចិត្តមួយទៀតធម៌ពលខួរក្បាលគឺជាការកេរនីគាត់ក៏បានយកធម៌ពលទាំងពីរនេះគឺបានសំចូលគ្នាបង្កើតបានទៅជាសមត្ថភាពពិសេសមួយទៀតដែលត្រូវបានគេហៅថាខួរក្បាលដ៏អស្ចារ្យដោយវាស្ថិតនៅក្នុងកម្រិត D បន្ទាប់ពីទទួលបានជាមួយនូវសមត្ថភាពមួយនេះយ៉ាងស៊ីរបស់យើងនឹងកាន់តែងាយស្រួលនៅក្នុងការរកកំហុសនៅក្នុងវីដេអូរបស់គេតាមមកដល់ចំពោះថ្ងៃស្អែកបន្ទាប់យើងក៏បានឃើញផងដែរថាកញ្ញាស៊ូនឹងក៏បានមកបន្ទប់ចំពោះ
យ៉ាងស៊ីរបស់យើងដើម្បីប្រគល់ជាមួយនឹងសម្លៀកបំពាក់របស់នាងឲ្យទៅកាន់គាត់កំពុងតែនិយាយគ្នានឹងមិត្តភ័ក្តិរបស់យ៉ាងស៊ីរបស់យើងក៏បានមកដល់ដែលគាត់មានឈ្មោះថាហ្វាងពេងដោយអាប៉ែនឹងបានយល់ច្រឡំថាពីរនាក់នឹងគឺជាសង្សារនឹងគ្នាប៉ុន្តែក៏ត្រូវបានយ៉ាងស៊ីរបស់យើងបញ្យល់ថាគ្រាន់តែជាមិត្តភ័ក្តិរួមបន្ទប់តែប៉ុណ្ណោះបន្ទាប់ពីបានដឹងដូច្នោះហើយហ្វាងពេងក៏បានចង់ទៅញ៉ាយចំពោះកញ្ញាស៊ូរបស់យើងហើយក៏បានអួតអំពីសមត្ថភាពពិសេសរបស់ខ្លួនផងដែរគឺជាការថតរូបឬក៏ជាការថតវីដេអូដោយសារតែតប៉ែពេកយ៉ាងស៊ីក៏បាននាំចំពោះហ្វាងពេងរបស់យើងចាយចេញពីទីនេះតែម្ដងកុំឲ្យរញ៉េរញ៉ៃយើងក៏បានឃើញផងដែរថាយ៉ាងស៊ីក៏នៅតែមើលចំពោះវីដេអូរបស់ហេរ៉ូម្នាក់នោះដែលបានធ្វើឲ្យប្អូនស្រីរបស់គេរងរបួសដោយចៃដន្យហើយគាត់ក៏បានចាប់ផ្ដើមកត់សម្គាល់ចំពោះហេរ៉ូម្នាក់នោះកំពុងតែកត់សម្គាល់សក់ហ្នឹងហ្វាងប៉ាវក៏បានមករញ៉េរញ៉ៃដោយលើកតែនិយាយអំពីរឿងស្រីជាមួយនឹងយ៉ាងស៊ីរបស់យើងនិយាយជាមួយនឹងគ្នាសុកស្រាប់តែលេចឡើងជាមួយនឹងបិសាចដែលត្រូវបានគេហៅថាអ្នកប្រមាញ់ថ្មីម្ខាងដោយបិសាចនោះស្ថិតនៅក្នុងកម្រិត B ប៉ុន្តែក៏មានជាមួយនឹងហេរ៉ូម្នាក់ដែលត្រូវបានគេហៅថា Superman ដែលគាត់ស្ថិតនៅកម្រិត A រ៉េងដែលគាត់មកទៅនេះដើម្បីការពារទីក្រុងលូកាងមនុស្សគ្រប់គ្នាបន្ទាប់ពីឃើញគាត់ហើយមានការសប្បាយចិត្តព្រោះថាម្នាក់នេះគឺជាហេរ៉ូកម្រិត A រ៉េងច្បាស់ថានឹងពិតជាអាចចាប់កាយទៅកាន់បិសាចអ្នកប្រមាញ់ថ្មីម្ខាងហ្វាងពេងរបស់យើងវិញបន្ទាប់ពីឃើញហេតុការណ៍ដូច្នោះហើយគាត់ក៏មានតែថតទុកតែប៉ុណ្ណោះដើម្បីយកទៅផ្សព្វផ្សាយអាចថាឲ្យខ្លាចគាត់ជាមនុស្សល្បីមួយរូបផងដែរយើងក៏បានឃើញចំពោះហេរ៉ូស្រីម្នាក់ទៀតដែលប្រើជាមួយនឹងថាមពលភ្លើងគឺជាដៃគូរបស់ហេរ៉ូ Superman ម្នាក់នឹងពួកគេនឹងរួមដៃគ្នាដើម្បីចាប់កាយទៅកាន់បិសាចប្រមាញ់ថ្មីម្ខាងមួយនឹងយើងក៏បានឃើញចំពោះអ្នកផ្សាយព័ត៌មានក៏បាននិយាយផងដែរដោយ Superman ម្នាក់នឹងគឺជាមនុស្សខ្លាំងក្នុងការប្រយុទ្ធវាចិត្តដូច្នោះពួកគេនឹងចាំមើលថានឹងអាចយកឈ្នះទៅកាន់បិសាចអ្នកប្រមាញ់ថ្មីម្ខាងឬអត់ចំពោះការយល់របស់ Superman ម្នាក់នឹងគឺពិតជាខ្លាំងមែនទែនហើយការរួមដៃជាមួយនឹងកញ្ញាម្នាក់ទៀតដែលប្រើជាមួយនឹងថាមពលភ្លើងរបស់នាងដុតទៅកាន់ចំពោះបិសាចប្រមាញ់ថ្មីម្ខាងមួយនោះប៉ុន្តែសំហៅបិសាចថ្មីមួយទៅខ្លីៗប៉ុន្តែអ្នកផ្សាយព័ត៌មានក៏បានប្រាប់ផងដែរការប្រយុទ្ធមួយនេះគឺមិនទាន់បានបញ្ចប់នៅឡើយនោះទេយើងក៏បានឃើញផងដែរថាភ្លើងនឹងគឺមិនអាចធ្វើអ្វីទៅកាន់ចំពោះបិសាចថ្មីមួយឡើយបានធ្វើឲ្យចំពោះពួកគេក៏មានការភ្ញាក់ផ្អើលផងដែរយើងក៏បានឃើញជាមួយនឹងយ៉ាងស៊ីរបស់យើងកំពុងតែមើលពួកគេប្រយុទ្ធគ្នាប៉ុន្តែកញ្ញាដែលប្រើថាមពលភ្លើងត្រូវបានបិសាចថ្មីមួយនឹងគឺបានចាប់នាងជាប់បាតទៅហើយស្រាប់តែយើងក៏បានឃើញពីការចងចាំរបស់ហេរ៉ូ Superman ដោយមេរបស់គាត់ប្រាប់ថាបើសិនតែវិជាប្រៃរបស់អ្នកគឺនៅតែធ្លាក់ទៀតនោះការឈរជួរមុខខ្លាចជាលេខ1នៅក្នុងក្រុមហ៊ុនរបស់យើងអ្នកនឹងបាត់បង់ដូច្នោះសង្ឃឹមថាអ្នកនឹងអាចធ្វើឲ្យកាន់តែមានភាពវិជាប្រៃឡើងវិញបន្ទាប់ពីបាននឹកឃើញរឿងនោះហើយគាត់មានតែប្រើជាមួយនឹងថ្នាំមួយនោះទេមិនដឹងថាគាត់គឺប្រើចំពោះអ្វីឡើយយើងគឺមិនដឹងឡើយគាត់ក៏បានលេបទៅបង្កើនជាមួយសមត្ថភាពរបស់គាត់យ៉ាងស៊ីក៏បានឃើញផងដែរចំពោះអ្នកផ្សាយព័ត៌មានគឺបានត្រឹមតែមើលតែប៉ុណ្ណោះហើយពួកគេក៏បានដឹងពីសមត្ថភាពរបស់ Superman ដែលគាត់អាចប្រើជាមួយនឹងសមត្ថភាពពិសេសរបស់គាត់រយៈពេល15នាទីយើងក៏បានឃើញផងដែរថា Superman ក៏អាចជួយចំពោះកញ្ញាម្នាក់នឹងទាន់ពេលវេលាផងដែរដើម្បីត្រូវខ្វិតបាត់ទៅហើយអ្នកផ្សាយព័ត៌មានក៏បាននិយាយផងដែរឥឡូវនេះកម្លាំងរបស់ Superman គឺពិតជាខ្លាំងជាងមុនទៅទៀតពួកគេក៏បានកោតសរសើរផងដែរឥឡូវនេះពួកយើងគួរតែមើលបន្តអំពីការប្រយុទ្ធរបស់ពួកគេយើងឃើញថាការប្រយុទ្ធរបស់ពួកគេទាំងពីរអ្នកនឹងគឺពិតជាខ្លាំងប៉ុន្តែបិសាចថ្មីមួយមិនអាចយកឈ្នះចំពោះ Superman ឡើយត្រឹមតែមួយដៃទេអាចយកឈ្នះទៅកាន់បិសាចថ្មីមួយនឹងបាត់ទៅហើយប៉ុន្តែគាត់ក៏មានការប្រតិកម្មជាមួយនឹងថ្នាំនឹងផងដែរដល់ថ្នាក់កញ្ញាដែលប្រើថាមពលភ្លើងក៏មានការភ័យខ្លាចបន្ទាប់ពីឃើញទឹកមុខដល់កាយប៉ុន្តែគាត់ក៏អាចគ្រប់គ្រងជាមួយនឹងស្មារតីរបស់គាត់វិញសម្រាប់ប្រជាជនក៏បានហៅឲ្យទៅកាន់ពួកគេដែលបានជួយសង្គ្រោះទីក្រុងលូកាងមួយនេះយ៉ាងស៊ីរបស់យើងកំពុងតែកត់សម្គាល់អំពីហេរ៉ូមួយនឹងដែលគាត់គឺបានប្រើជាមួយនឹងអ្វីនោះប៉ុន្តែគាត់ក៏បានឃើញថាបិសាចថ្មីមួយនឹងមិនទាន់ងាប់នោះទេដោយវាគឺនៅសល់ជាមួយនឹងក្លូនមួយទៀតប៉ុន្តែក្លូនមួយនោះគឺបានហោះមកសម្ដៅស្វែងរកមកកាន់ចំពោះយ៉ាងស៊ីរបស់យើងយ៉ាងស៊ីរបស់យើងសម្រាប់បិសាចក្លូនគាត់គឺពិតជាអាចដោះស្រាយបានគាត់នឹងប្រើជាមួយនឹងការវាហាផ្លូវចិត្តយើងក៏បានឃើញផងដែរថាបិសាចនឹងត្រូវបានចំពោះយ៉ាងស៊ីរបស់យើងប្រើជាមួយនឹងអំណាចផ្លូវចិត្តសម្រាប់
ចោលបានបាត់ទៅហើយកញ្ញាម្នាក់ហ្នឹងក៏បានកត់សម្គាល់អំពីរឿងមនុស្សផងដែរយ៉ាងស៊ីក៏បានដកជាមួយនឹងអំណាចពិសេសរបស់បិសាចហ្នឹងដែលអំណាចពិសេសរបស់បិសាចថ្មីមួយហ្នឹងគឺជាការធន់នឹងភ្លើងបន្ទាប់មកគាត់ក៏បានដកហូតជាមួយនឹងអំណាចមួយនេះដែលវាស្ថិតនៅកម្រិត B មើលទៅលើកនេះយ៉ាងស៊ីរបស់យើងទទួលបានផលចំណេញជាច្រើនតែម្ដងស្រាប់តែកញ្ញាដែលប្រើថាមពលភ្លើងក៏បានមកដល់ទីនេះប៉ុន្តែនាងគឺមិនបានឃើញចំពោះនរណាម្នាក់នៅទីនេះឡើយយ៉ាងស៊ីក៏បានចេញមកជាមួយនឹងសម្លៀកបំពាក់របស់គាត់ដូចជារូបមន្តបន្តិចរូបក្អែកបន្តិចហើយក៏បានប្រាប់ផងដែរគាត់គ្រាន់តែសម្រាប់តែកាន់ខ្លួនតែប៉ុណ្ណោះក៏បានបង្ហាញឲ្យនាងមើលប៉ុន្តែកញ្ញានឹងបានប្រាប់ថាអ្នកមិនទាន់បានចូលទៅជាសមាគមហេរ៉ូនោះទេប៉ុន្តែអ្នកបានប្រើសមត្ថភាពផ្ដេសផ្ដាសនោះមានន័យថាអ្នកគឺបានខុសច្បាប់ហើយដោយនាងគឺចង់ខ្វល់ចំពោះយ៉ាងស៊ីរបស់យើងនៅទីនេះព្រោះថាការប្រើប្រាស់ជាមួយនឹងថាមពលពិសេសដោយមិនទាន់បានអនុញ្ញាតអំពីសហគមន៍ហេរ៉ូនោះទេវានឹងខុសច្បាប់ប៉ុន្តែដោយសារតែនាងមានការភ័យខ្លាចជាមួយនឹងយ៉ាងស៊ីរបស់យើងព្រោះថាថាមពលភ្លើងរបស់នាងនឹងគឺគ្មានផលប៉ះពាល់សម្រាប់យ៉ាងស៊ីរបស់យើងនោះទេដូច្នោះហើយនាងគឺមិនហ៊ានហាមឃាត់ទៀតឡើយបានត្រឹមតែសំទោសទៅកាន់ចំពោះយ៉ាងស៊ីកំពុងតែកត់សម្គាល់មើលទៅពួកគេប្រើជាមួយនឹងវត្ថុអ្វីឲ្យប្រកបទៅឥឡូវនេះគាត់ចាប់ផ្ដើមទទួលបានជាមួយនឹងតម្រុយខ្លះខ្លាំងពីពួកគេហើយតាមម្ដងនៅពេលដែលយ៉ាងស៊ីរបស់យើងគឺកំពុងតែជិះនៅក្នុងរថភ្លើងគាត់គឺកំពុងតែកឹករឿងរ៉ាវជាច្រើនតែម្ដងស្រាប់តែក៏មានបរិមម្នាក់បានប្រតិកម្មចំពោះយ៉ាងស៊ីអ្នកគឺត្រូវតែប្រុងប្រយ័ត្នអំពីការបូបរបស់អ្នកបន្ទាប់ពីលើដូច្នោះក៏ចាប់ឡើងស្ទាបស្រាប់តែក៏បានដឹងថាការបូបរបស់គាត់នឹងគឺត្រូវបានបាទៅហើយក៏ចាប់ផ្ដើមមានការសង្ស័យតើអាចទេថាមានជាមួយនឹងមនុស្សដែលមានសមត្ថភាពពិសេសអាចបន្លំខ្លួនឬក៏បំបាំងកាយគាត់ក៏បានចាប់ផ្ដើមប្រើជាមួយនឹងសមត្ថភាពខួរក្បាលអស្ចារ្យរបស់គាត់ពិនិត្យមើលជុំវិញនឹងបន្ទាប់ពីបានពិនិត្យមើលរួចអស់ហើយគាត់ក៏បានដឹងថាគឺជាម្នាក់ណាបាត់ទៅហើយយើងក៏បានឃើញផងដែរថាយ៉ាងស៊ីក៏បានដេញតាមចំពោះបរិមម្នាក់ដែលបានយកជាមួយនឹងកាបូបរបស់គាត់បរិមនឹងបន្ទាប់ពីបានដឹងថាយ៉ាងស៊ីកំពុងតែតាមដានគាត់ក៏បានរត់យ៉ាងលឿនចូលទៅកាន់ចំពោះបន្ទប់ទឹកមនុស្សស្រីអាប៉ែនឹងគិតខុសហើយដោយវាគិតថាយ៉ាងស៊ីរបស់យើងមិនហ៊ានចូលមានអីយ៉ាងស៊ីរបស់យើងនឹងក៏បានធាក់ទម្លុះទ្វារនេះតែម្ដងការពិតទៅអាប៉ែនឹងវាក៏ចេះប្រើជាមួយនៅសមត្ថភាពបដូរសម្លេងខ្លាចជាមនុស្សស្រីផងដែរសម្រាប់យ៉ាងស៊ីរបស់យើងនឹងអាចសមត្ថភាពចឹងស៊ីផុយតែម្ដងហើយអាប៉ែនឹងក៏បានប្រកល់ជាមួយនឹងកាបូបមនុស្សឲ្យទៅកាន់ចំពោះយ៉ាងស៊ីរបស់យើងវិញសម្រាប់យ៉ាងស៊ីក៏បានទៅសើជាមួយនៅសមត្ថភាពរបស់វាបើជាគ្រាន់បើមានអីយ៉ាងស៊ីរបស់យើងក៏បានប្លន់យកជាមួយនឹងសមត្ថភាពពិសេសរបស់អាប៉ែនឹងតែម្ដងហើយគាត់ក៏បានផ្លាស់ប្ដូរជាមួយនឹងសម្លៀកបំពាក់របស់គាត់បន្ទាប់ពីទទួលបានជាមួយនឹងសមត្ថភាពថ្មីស្រាប់តែប៉ូលីសក៏បានសួរអំពីរឿងហេតុការណ៍ដែលកើតឡើងព្រោះថាមានគេប្រាប់មានមនុស្សគឺបានចូលទៅកាន់ចំពោះបន្ទប់ទឹកមនុស្សស្រីយ៉ាងស៊ីក៏បានប្រតិកម្មប៉ូលីសថានៅទីនោះបន្ទាប់មកប៉ូលីសក៏បានចាប់ទៅកាន់ចំពោះអាប៉ែម្នាក់នឹងដាក់ទៅគុកតែម្ដងទៅខ្ជិលនិយាយច្រើនតែបង្ហាញមកពេលដែលយ៉ាងស៊ីរបស់យើងជួបជាមួយនឹងអាប៉ែពេងដោយវាហៅចំពោះយ៉ាងស៊ីយើងមើលទៅនេះដើម្បីមកចូលក្នុងកន្លែងផឹកស្រាជាពិសេសវាក៏បានឃើញជាមួយនឹងកញ្ញាស៊ូរបស់យើងនៅទីនេះផងដែរប៉ុន្តែយ៉ាងណាក៏ដោយរឿងនេះគឺមិនពាក់ព័ន្ធជាមួយនឹងយ៉ាងស៊ីរបស់យើងនោះទេបន្ទាប់ពីចូលទៅដល់ខាងក្នុងកញ្ញាស៊ូក៏បានឃើញជាមួយនឹងយ៉ាងស៊ីរបស់យើងផងដែរប៉ុន្តែពួកគេទាំងពីរនាក់នេះគឺមិនបានខ្វល់ឡើយក៏បានមកអង្គុយជាមួយនឹងគ្នាជាពិសេសនឹងអាប៉ែពេងក៏បានប្រាប់ចំពោះយ៉ាងស៊ីអ្នកអាចជ្រើសរើសជាមួយនឹងស្រីស្អាតទាំង3នាក់នេះបានចង់យកមួយណាមានអីចំពោះកញ្ញាទាំង3នាក់ហ្នឹងក៏បានមកអង្គុយអោបចំពោះយ៉ាងស៊ីរបស់យើងតែម្ដងមិនបានខ្វល់អំពីអាប៉ែពេងនោះទេប៉ុន្តែយើងក៏បានកម្មខាងនេះបានឃើញជាមួយនឹងមនុស្សពីរនាក់ដែលពួកគេកំពុងតែនិយាយជាមួយនឹងគ្នាជាពិសេសហ្នឹងក៏ឃើញចំពោះបរិមម្នាក់ដែលសក់ក្បាលក្រហមដែលគាត់គឺជា Hero Rangsi គឺជាអ្នកការពារចំពោះបរិមម្នាក់នេះអាប៉ែម្នាក់នេះគ្រាន់តែឃើញថាកញ្ញាម្នាក់ចាក់ស្រាក៏ពុបក៏បានវាយទៅកាន់នាងតែម្ដងអានេះពិតជាថោកទាបយ៉ាងស៊ីរបស់យើងបានឃើញថាកញ្ញាម្នាក់គឺត្រូវបានគេធ្វើបាបចង់ទៅជួយប៉ុន្តែហ្វាងពេងក៏បានហាមឃាត់ព្រោះថាអាប៉ែនឹងគឺជាកូនទី2របស់ក្រុមហ៊ុនគុនលុនដែលគឺជាHero Rank A ដែលគឺជាអ្នកចម្បាំងមេកានិកប៉ុន្តែយ៉ាងស៊ីប្រាប់ថាខ្ញុំសូមទៅកាន់បន្ទប់ទឹកមួយផ្លែក៏ប៉ុន្តែយ៉ាងស៊ីរបស់យើងនឹងមើលចាប់ការមកកាន់អាប៉ែនេះតែម្ដងអាប៉ែនឹងមានឈ្មោះថាលាវយួនយើងក៏បានឃើញផងដែរថាកូនចៅរបស់អាប៉ែយួននឹងត្រូវបានចំពោះយ៉ាងស៊ីរបស់យើងគឺបានវាយបរិមម្នាក់ដែលជា Hero Rank C ក៏បានចេញមកដើម្បីការពារចំពោះអាប៉ែម្នាក់នឹងប៉ុន្តែយ៉ាងស៊ីគ្រាន់តែប្រាប់ថាគាត់មានជាមួយនឹងកិច្ចប្រឹងប្រែងជាមួយនឹងលោកយួនតែ
ប៉ុណ្ណោះសង្ឃឹមថាអ្នកគឺពិតជាអាចនិយាយជាមួយនឹងខ្ញុំបានប៉ុន្តែសម្រាប់បរិសដែលរាំងស៊ីនឹងដូចជាមិនចង់យល់ព្រមឲ្យនិយាយជាមួយនោះទេព្រោះថាគេគឺពិតជាគ្រោះថ្នាក់ប៉ុន្តែអបលាវយន់ក៏បានយកដូរស្រាវវាយទៅកាន់ក្បាលរបស់ហេរ៉ូរាំងស៊ីមួយនឹងដោយបាននិយាយថាហើយគ្រាន់តែជាអ្នកការពាររបស់អញតែប៉ុណ្ណោះកុំចេះតែលងមាត់ប៉ុន្តែអបែនឹងគឺពិតជាមិនខាខឹងប៉ុន្តែមិនហ៊ានធ្វើអ្វីឡើយលាវយន់ក៏បានសួរថាតើលើនេះគឺអ្នកចង់មានកិច្ចប្រឹងប្រែងអ្វីទោះបីជាអ្នកការពាររបស់គាត់ខំហាមឃាត់យ៉ាងណាក៏ដោយប៉ុន្តែសម្រាប់យ៉ាងស៊ីរបស់យើងដោយឃើញថាអ្នកការពាររបស់អបលាវយន់នឹងដូចជាឆ្លើយដូច្នោះអ្នកអាចបញ្ចេញជាមួយសមត្ថភាពរបស់អ្នកមកដើម្បីប្រយុទ្ធជាមួយខ្ញុំលើដូច្នោះហើយអបនឹងក៏បានយល់ព្រមដោយវាមានជាមួយនឹងសមត្ថភាពកំដាប់ដៃភ្លើងហើយវាក៏បានប្រាប់ផងដែរប្រយ័ត្នខ្លួនណាអាប្អូនប៉ុន្តែការវិបហាររបស់អបមួយនឹងគឺគ្មានលទ្ធភាពអ្វីសម្រាប់ចំពោះយ៉ាងស៊ីរបស់យើងឡើយព្រោះថាសមត្ថភាពភ្លើងនឹងគឺមិនអាចធ្វើអ្វីសម្រាប់យ៉ាងស៊ីយើងទេព្រោះថាយ៉ាងស៊ីមានជាមួយនឹងសមត្ថភាពដែលអាចធន់នឹងភ្លើងជាពិសេសនឹងយ៉ាងស៊ីក៏បានដកហូតជាមួយនឹងថាមពលកំដាប់ដៃភ្លើងរបស់អបនឹងផងដែរលាវយន់មានការភ្ញាក់ផ្អើលព្រោះថាត្រឹមតែមួយក្បាច់តែប៉ុណ្ណោះគឺអាចចាប់ការបានបាទទៅហើយយ៉ាងស៊ីទទួលបានជាមួយនឹងសមត្ថភាពពិសេសកម្រិតស៊ីកំដាប់ដៃភ្លើងឥឡូវនេះអបលាវយន់នឹងចាប់ផ្ដើមមានការភ័យខ្លាចបាទទៅហើយយ៉ាងស៊ីក៏បានចាត់ច្បាច់កវាតែម្ដងប៉ុន្តែអបនឹងក៏បានយកឪរបស់វាមកគំរាមទៅកាន់យ៉ាងស៊ីប៉ុន្តែយ៉ាងស៊ីក៏បាននិយាយបន្តខ្ញុំគ្រាន់តែមានកិច្ចប្រឹងប្រែងជាមួយអ្នកហើយខ្ញុំក៏អាចធ្វើឲ្យអ្នកមានជាមួយនឹងសមត្ថភាពពិសេសផងដែរបន្ទាប់ពីបានលើដូច្នោះហើយវាគឺមានការភ្ញាក់ផ្អើលជាខ្លាំងប៉ុន្តែវាក៏ឆ្ងល់អ្វីទៅដែលចំពោះយ៉ាងស៊ីរបស់យើងចង់ឲ្យវាធ្វើយ៉ាងស៊ីរបស់យើងគ្រាន់តែបោះក្រដាស់ឲ្យវាអ្នកគ្រាន់តែធ្វើតាមអ្វីដែលខ្ញុំប្រាប់អ្នកទៅបានហើយកាម្ដងខាងក្រៅយ៉ាងស៊ីកំពុងតែខលនិយាយជាមួយនឹងហ្វាំងពេងដោយសារតែហ្វាំងពេងមានការបារម្ភអំពីយ៉ាងស៊ីរបស់យើងប៉ុន្តែបន្ទាប់ពីបានដឹងថាយ៉ាងស៊ីរបស់យើងមានសមត្ថភាពអញ្ចឹងគេក៏មានអារម្មណ៍ថាធូរសះស្បើយផងដែរការបង្ហាញចំពោះក្រុមហ៊ុនគុនលុនដែលគឺជាឪពុករបស់អប៉េលាវយន់នឹងហើយដែលពួកគេកំពុងតែនិយាយអំពីយ៉ាងស៊ីរបស់យើងព្រោះថាសមត្ថភាពរបស់យ៉ាងស៊ីរបស់យើងគឺមិនធម្មតានោះទេដោយពួកគេមានការឆ្ងល់ជាខ្លាំងហើយអ្វីអាចចាប់ការត្រឹមតែមួយដៃបន្ទាប់ពីនិយាយជាមួយគ្នាសុកគេក៏បានស្រាវជ្រាវបានដឹងថាបរិសដែលប្រើជាមួយនឹងកំដាប់ដៃភ្លើងសមត្ថភាពពិសេសរបស់គាត់នឹងត្រូវបានគេហូតយកបាត់ទៅហើយឬក៏ត្រូវបានគេដកចេញបន្ទាប់ពីលើដូច្នោះពួកគេចាប់ផ្ដើមមានការសង្ស័យបរិសដែលពាក់ជាមួយនឹងស្រមុកម្នាក់នោះអាចទេថាគាត់ស្ថិតនៅក្នុងរាំងអេសព្រោះថាមានតែអ្នករាំងអេសនោះទេដែលមានសមត្ថភាពមួយនេះអ្នកខ្លះទៀតដូចជាមិនជឿនោះទេប៉ុន្តែយ៉ាងណាក៏ដោយរឿងនេះគឺវាអាចទៅរួចតើពួកគេគួរតែរាយការណ៍ទៅកាន់សហគមន៍ហេរ៉ូដែរឬទេប៉ុន្តែចំពោះម្ចាស់ក្រុមហ៊ុនគុនលុនគឺជាអ្នកចម្បាំងមេកានិកអេរ៉េនឹងបានប្រាប់ថាមិនបាច់នោះទេរឿងនេះទុកថាគឺជារឿងអាចកំបាំងហើយក៏មិនចង់ឲ្យរឿងនេះបែកធ្លាយទៅកាន់ខាងក្រៅផងដែរការបង្ហាញចំពោះអប៉េលាវយន់វិញដោយវាគឺកំពុងតែមើលក្រដាស់ដែលយ៉ាងស៊ីរបស់យើងប្រគល់ឲ្យវាតើវាគឺជាអ្វីឲ្យប្រកាសប៉ុន្តែខ្ញុំមិនខ្វល់នោះទេឲ្យតែខ្ញុំទទួលបានជាមួយនូវសមត្ថភាពពិសេសធ្វើអ្វីក៏ធ្វើទៅខ្ញុំខ្វល់ខ្លាំងណាស់កាលម្ដងនៅពេលដែលយ៉ាងស៊ីរបស់យើងដើរជាមួយនឹងហ្វាំងពេញព្រោះថាពួកគេមើលទៅនេះដើម្បីមើលជាមួយនឹងសត្វចម្លែកដែលវាគឺធ្លាប់ស្ថិតនៅក្នុងកម្រិតអេរ៉េហើយអេរ៉េគឺកម្រិតខ្លាំងណាស់ប៉ុន្តែហ្វាំងពេញបានគិតថាយ៉ាងស៊ីមើលទៅនេះបែរជាមកមើលស្រីស្អាតទៅវិញប៉ុន្តែយ៉ាងស៊ីបានប្រាប់ថាខុសហើយប្អូននោះគឺជាអ្វីដែលបងគឺចង់លើកឡើងដោយនោះគឺជាសត្វចម្លែកដែលវាស្ថិតនៅក្នុងរាំងអេសព្រោះថាសត្វនឹងពីមុនវាពិតជាខ្លាំងតែម្ដងមូលហេតុដែលយ៉ាងស៊ីមើលទៅនេះក៏ចង់ស្រូបយកជាមួយធម្មពលរបស់វាប៉ុន្តែត្រូវបានសន្តិសុខក៏មកសួរការពិតទៅពួកគេមើលទៅនេះក៏ចង់មកស្វែងយល់ជាមួយនឹងសត្វចម្លែកក៏បានឲ្យជាមួយនឹងស្កាតឲ្យគាត់មើលបន្ទាប់មកផ្ដល់សញ្ញាឲ្យទៅកាន់ហ្វាំងពេងក៏យកបន្ទាប់មកក៏បាននាំសន្តិសុខចាចេញពីទីនេះបន្ទាប់ពីពួកគេចាចេញយ៉ាងស៊ីរបស់យើងនឹងចាប់ផ្ដើមសាកល្បងតាមម្ដងនិងស្រូបយកជាមួយនឹងថាមពលរបស់សត្វចម្លែកមួយនេះបន្ទាប់ពីបានស្រូបយកទៅបានដឹងថាថាមពលរបស់សត្វចម្លែកមួយនេះគឺពិតជាធ្លាក់មកទាបជាខ្លាំងដោយវាស្ថិតនៅកម្រិតអេរ៉េងដែលឈ្មោះរបស់វាគឺផ្លាស្មាមិនដឹងដែរឃើញគេដាក់ឈ្មោះអញ្ចឹងហើយអ្វីបើជាកម្រិតរបស់វាគឺមានការទាបយ៉ាងនេះឬក៏ដោយសារតែវាមានការងាប់ជាយូរឆ្នាំពេញមិនដែរឬទេក៏បានចាប់ដើមដឹងមើលទៅមើលខ្ញុំ
គួរតែស្រូបយកពេលដែលវាទើបតែងត់ថ្មីៗតែប៉ុណ្ណោះដោយសារតែមិនចង់ឲ្យខាតពេកក៏ចាប់ផ្ដើមដើរស្រូបពេញនឹងតែម្ដងកើតមួយសន្ទុះក្រោយមកយើងក៏បានឃើញថាគេទទួលបានតែថាមពលតែ3ដុំតែប៉ុណ្ណោះរែងរបស់វាក៏មិនសូវខ្លាំងផងដែរហើយបើជាអ្នកគ្នាអាចមើលបានត្រឹមតែរែង S រែង E រែង S តែប៉ុណ្ណោះប៉ុន្តែឈ្មោះរបស់វាខ្ញុំដូចជាមិនចង់ប្រាប់ទេវាដូចជាមិនសូវវែងឆ្ងាយព្រោះថាសមត្ថភាពហ្នឹងយ៉ាងស៊ីរបស់យើងនឹងយកវាមកផ្គុំចូលជាមួយនឹងគ្នាយ៉ាងស៊ីក៏បានបំបីជាមួយនឹងថាមពលទទួលបានជោគជ័យដោយវាបានប្រែក្លាយទៅជាថាមពលងងឹតហើយវាស្ថិតនៅ level 1បន្ទាប់មកក៏បានយកវារូបបញ្ចូលជាមួយនឹងថាមពលមួយផ្សេងទៀតបន្ទាប់ពីបានយកសមត្ថភាពទាំងពីរនេះរួមបញ្ចូលគ្នាក៏បង្កើតជាសមត្ថភាព E rank គឺជាការបញ្ជាសមត្ថភាពដែលយ៉ាងស៊ីរបស់យើងទទួលបានបើជាអាចារ្យវាចង់ស្មើជាមួយនឹងថ្នាក់ S rank បាទទៅហើយប៉ុន្តែក៏បានលើសម្លេងប្រកែកគ្នារបស់កញ្ញាស៊ូរបស់យើងជាមួយនឹងឪពុកម្ដាយរបស់នាងដោយនាងគឺកំពុងតែមានការយំជាខ្លាំងព្រោះថាពួកគេបានកុហកនាងថាឪពុករបស់នាងគឺមានការឈឺយ៉ាងធ្ងន់ធ្ងរប៉ុន្តែជាចុងក្រោយពួកគេគ្រាន់តែបោកប្រាស់នាងដើម្បីយកប្រាក់តែប៉ុណ្ណោះឥឡូវនេះពួកគេមើលទីនេះដើម្បីប្រមូលជាមួយនឹងប្រាក់បន្ថែមទៀតសម្បីតែម្ដាយរបស់នាងក៏បានប្រាំចឹងផងដែរព្រោះថាប្អូនប្រុសរបស់នាងត្រូវការលុយដើម្បីដណ្ដឹងប្រពន្ធធ្វើផ្ទះធ្វើស្អីណាណីផ្សេងទៀតប៉ុន្តែសម្រាប់កញ្ញាស៊ូរបស់យើងគឺកំពុងតែខឹងព្រោះថាពួកគេកុហកថាឪពុកឈឺនាងគឺមានការបារម្ភជាខ្លាំងហើយនាងគឺខិតខំធ្វើការទាំងយប់ទាំងថ្ងៃឲ្យបានដេកប៉ុន្តែឥឡូវនេះពួកគេមកទាបប្រាំម្ដងទៀតតែអ្នកនរគ្នាដឹងទេថាប្រាក់ 50,000 យួនដែលខ្ញុំប្រគល់ឲ្យទៅកាន់អ្នករាល់អាទិត្យហ្នឹងគឺនាងគឺបានធ្វើការនៅក្នុងហាងស្រាគ្រាន់តែឮដូច្នោះហើយឪពុករបស់នាងគឺមានការខឹងជាខ្លាំងគាត់ក៏ចង់វាយទៅកាន់កញ្ញាស៊ូប៉ុន្តែក៏ត្រូវបានហាមឃាត់ទៅដោយយ៉ាងស៊ីរបស់យើងយ៉ាងស៊ីក៏បានសង្កេតទៅកាន់ពួកគេមើលទៅឪពុករបស់កញ្ញាស៊ូហើយបើដូចជាគ្មានដឹងថាខ្លួនឯងធ្វើខុសនោះទេប៉ុន្តែចំពោះម្ដាយរបស់នាងវិញគឺកំពុងតែមានការសោកស្ដាយជាខ្លាំងបន្ទាប់ពីឮរឿងដូច្នោះមើលទៅមានតែខ្លួនជួយពួកគេនោះទេដោយយ៉ាងស៊ីប្រាជាមួយនៅសមត្ថភាពបញ្ជាម្ដាយរបស់កញ្ញាស៊ូវាយទៅកាន់ឪពុករបស់នាងហើយក៏បានបន្ទោសទៅកាន់គាត់ផងដែរបន្ទាប់មកគាត់ក៏បានទៅលួងទៅកាន់កូនស្រីរបស់គាត់មើលទៅវាក៏ជាកំហុសរបស់ពួកយើងផងដែរឪពុករបស់កញ្ញាស៊ូក៏បានដឹងថាខ្លួនខុសដូច្នោះពួកគេក៏មិនហ៊ានមកទាផងដែរសម្រាប់យ៉ាងស៊ីរបស់យើងវិញបានត្រឹមតែមើលទៅកាន់ពួកគេក៏បានធ្វើឲ្យគាត់នឹកឃើញទៅដល់ប្អូនស្រីរបស់គាត់ផងដែរគឺជាហ្វៃកញ្ញាស៊ូក៏បានជួនចំពោះឪពុកម្ដាយរបស់នាងចាចេញពីទីនេះហើយនាងក៏បានមកនិយាយជាមួយនឹងយ៉ាងស៊ីរបស់យើងផងដែរហើយនាងក៏មានការអរគុណជាខ្លាំងចំពោះយ៉ាងស៊ីរបស់យើងហើយនាងក៏បានថើបទៅកាន់ចំពោះយ៉ាងស៊ីទុកជាការអរគុណខ្ញុំចង់យ៉ាងដែរតែជឿនឹងបន្តកាលមកដល់ពេលយប់យ៉ាងស៊ីគឺបានមកដល់ចំពោះមជ្ឈមណ្ឌលកែច្នៃសត្វចម្លែកគាត់ថាគាត់មើលទៅនេះក៏ចង់ទទួលយកជាមួយនឹងថាមពលពិសេសរបស់សត្វចម្លែកនៅទីនេះគាត់បានឃើញចំពោះឡានអ្វីមួយដូច្នោះក៏បានហក់ទៅប៉ុន្តែមានអីបានឃើញថានៅពេលនោះក៏ឃើញមានចំពោះក្មេងស្រីម្នាក់ខ្ញុំប្រាប់ឈ្មោះដឹងហ្មងទៅនាងមានឈ្មោះថាឈៀនឌូចឹងសំហៅថាឌូហើយមើលទៅពួកគេទាំងពីរនាក់នេះសិតតែមានគោលបំណងដើម្បីចូលទៅកាន់ចំពោះមជ្ឈមណ្ឌលកែច្នៃសត្វចម្លែកបន្ទាប់ពីដល់ត្រូវកន្លែងលូតចុះហើយពួកគេក៏បានលូតចុះតាំងដែលពួកគេគឺអោបគ្នាយកតែម្ដងបានធ្វើឲ្យឌូរបស់យើងក៏អៀនជាខ្លាំងផងដែរពួកគេក៏បានចូលទៅកាន់ចំពោះមជ្ឈមណ្ឌលកែច្នៃសត្វចម្លែកនាងក៏បានសួរទៅកាន់ចំពោះយ៉ាងស៊ីតានេះឈ្មោះអ្វីប៉ុន្តែគាត់បានប្រាប់ថាហៅថាបរោះមន់អញ្ចឹងយើងហៅថាបរោះមន់ទៅពួកគេក៏បានឃើញជាមួយនឹងសាសសត្វចម្លែកនោះគឺជាបិសាចចោឌូមើលទៅនេះគឺដោយសារតែនាងគឺចង់បានជាមួយនឹងរោមខ្លះរបស់សត្វចោមួយនេះនាងគឺមានជាមួយនឹងសមត្ថភាពគឺផ្ទុកជាមួយនឹងអីវ៉ាន់នៅក្នុងលំហយ៉ាងម៉េចដែរលយឬអត់សម្រាប់យ៉ាងស៊ីរបស់យើងវិញគឺគ្មានអ្វីអស្ចារ្យនោះទេឃើញថាឌូចាចេញគាត់ក៏បានប្រើសមត្ថភាពពិសេសស្រូបយកជាមួយនឹងថាមពលបិសាចចោទទួលបានរ៉េងឌីគឺជាការគ្រប់គ្រងលោហៈយើងក៏បានឃើញជាមួយនឹងការបង្កាអាសន្នព្រោះថាបរិសម្នាក់ហ្នឹងគឺត្រូវបានសត្វចម្លែកគឺវាយប្រហារសម្លាប់ចោលតែម្ដងបិសាចនោះដំបូងគឺងាប់បាត់ហើយប៉ុន្តែម្ដេចក៏វារស់ឡើងវិញបានធ្វើឲ្យឌូក៏មានការឆ្ងល់ផងដែរប៉ុន្តែបានឃើញថានាងត្រូវបានបិសាចនោះចាប់បាត់ទៅហើយប៉ុន្តែយ៉ាងស៊ីបញ្ចេញថាមពលភ្លើងដេញតាមដើម្បីទៅជួយសង្គ្រោះនាងតែម្ដងបន្ទាប់មកគាត់ក៏បានបញ្ចេញជាមួយនឹងសមត្ថភាពគ្រប់គ្រងលោហៈកាត់ផ្ដាច់ចំពោះដៃបិសាចនោះសង្គ្រោះឌូពួកគេក៏ឆ្ងល់ផងដែរឃើញថាបិសាចនោះគឺងាប់បាត់ទៅហើយប៉ុន្តែហេតុអ្វីបែរជាវានៅរស់អញ្ចឹងស៊ីយ៉ាងក៏បានប្រើថាមពលភ្លើងទៅពិនិត្យមកច្បាស់បានដឹងថានោះគឺជាបិសាចដែលមានក្បាលយ៉ាងធំដូចជាគួរឲ្យភ័យខ្លាចវាប្រហែល
ទៅកាន់ពួកគេយ៉ាងស៊ីប្រាជាមួយធម្មពលលោហៈដើម្បីទប់ទល់ជាមួយនឹងការវិភាគមួយនោះបន្តមកគាត់ក៏បាននឹកឃើញមធ្យោបាយមួយទៀតប្រាជាមួយនឹងសាំងដែលគាត់បានឃើញនៅទីនោះគឺគប់ទៅកាន់បិសាចដើម្បីបង្កើតជាមួយនឹងការបន្ទោសជាខ្លាំងហើយពួកគេទាំងពីរនាក់ក៏បានរត់ចាកចេញពីទីនោះប៉ុន្តែបានឃើញថាបិសាចនឹងនៅតែវិភាគមកពួកគេបានឃើញចំពោះបរិសម្នាក់ដែលគឺជាវីរបុរសកម្រិតអេរ៉ាំងក៏បានមកជួយពួកគេបានចាប់ប្រកាន់ចំពោះពួកគេទាំងពីរនាក់នេះក៏ជាចោលប៉ុន្តែឌូក៏មកប្រកែកយ៉ាងណាក៏ដោយសម្រាប់គាត់នឹងខ្ជិលខ្វល់ជាមួយពួកគេបន្ទាប់ពីគាត់ដោះស្រាយជាមួយនឹងបិសាចចម្លែកមួយនេះរួចគាត់ច្បាស់នឹងមកដោះស្រាយជាមួយនឹងពួកគេដោយបរិសម្នាក់ហ្នឹងគឺស្មារតីមិនអន់នោះទេកម្រិតអេរ៉ាំងហើយខ្ញុំប្រាច់ឈ្មោះមកទៅគាត់មានឈ្មោះថាដួនស៊ុយយើងមើលចំពោះការយុទ្ធរបស់គាត់តែម្ដងគឺពិតជាអាចារ្យគាត់ចាប់កាយទៅកាន់បិសាចនោះគឺត្រឹមតែមួយផ្លែតែប៉ុណ្ណោះជំនាញរបស់គាត់មួយអាចកាប់ដាច់ទៅកាន់ចំពោះសត្វចម្លែកជាពិសេសស្នៀតចុងក្រោយរបស់គាត់ត្រឹមតែមួយស្នៀតចាប់កាយទៅកាន់សត្វមនុស្សបានបន្ទាប់មកក៏បានមកនិយាយជាមួយនឹងយ៉ាងស៊ីហើយនឹងឌូរបស់យើងដោយគាត់នឹងសួរចម្លើយមកកាន់ពួកគេតែម្ដងហើយក៏មិនចង់ឲ្យពួកគេរត់ចាកចេញពីទីនេះដោយងាយផងដែរប៉ុន្តែសម្រាប់ឌូបានបាយទៅកាន់ចំពោះរមន់នេះអ្នកយកជាមួយនឹងគ្រឿងសឹករបស់សត្វចម្លែកកម្រិត B ទៅព្រោះថាវាពិតជាអាចជួយអ្នកបានហើយនាងក៏បានរត់ចាកចេញពីទីនេះឥឡូវនេះយ៉ាងស៊ីមានតែទប់ទល់ពីការវិភាគមួយនេះតែប៉ុណ្ណោះហើយជាមួយនឹងសមត្ថភាពគ្រប់គ្រងលោហៈរបស់គាត់ប៉ុន្តែការវិភាគរបស់លោកស៊ុយនឹងគឺពិតជាអាចារ្យជាខ្លាំងមើលទៅខ្លួនគឺត្រូវតែប្រុងប្រយ័ត្ននឹងស្វែងរកជាមួយនឹងចំណុចខ្សោយរបស់គាត់បន្ទាប់ពីឃើញការវិភាគរបស់លោកស៊ុយហើយហើយវិជាគាត់ក៏បានប្រាជ្ញជាមួយនឹងការគ្រប់គ្រងអំណាចនៃផ្លូវចិត្តក៏បានធ្វើឲ្យលោកស៊ុយគឺបានចុះគាំងមួយផ្លែតបន្ទាប់មកក៏បានដកអេឡង់ឲ្យឆ្ងាយពីគាត់បន្តិចព្រោះថាខ្លាចមានគ្រោះថ្នាក់ប៉ុន្តែលោកស៊ុយគឺនៅតែស្ទោះដេញតាមវិភាគដដែលឃើញដូច្នោះក៏បានបញ្ចេញសមត្ថភាពគ្រប់គ្រងលោហៈបង្កើតជាដើរទប់ទល់ជាមួយនឹងការវិភាគរបស់លោកស៊ុយសម្រាប់អ្នកមើលវិញបានត្រឹមតែមានការភ្ញាក់ផ្អើលដោយបានឃើញថាបរិសមាន់ពិតជាអាចទប់ទល់ជាមួយនឹងបរិសដែលស្ថិតនៅកម្រិតអេរ៉ាំងបានប៉ុន្តែសម្រាប់លោកស៊ុយក៏បាននិយាយជាមួយនឹងពួកគេឈប់អាវយុទ្ធជាមួយគ្នាសិនពណ៌ដែងដែលបានធ្វើឲ្យឆាប់ចាចេញពីទីនេះទៅបន្ទាប់ពីលើដូច្នោះនឹងទឹកមុខដ៏កំណាយពួកគេក៏បានរត់ចាចេញពីទីនេះដោយសារតែលោកស៊ុយគឺចង់និយាយតែពីរនាក់ជាមួយនឹងយ៉ាងស៊ីរបស់យើងតែប៉ុណ្ណោះគាត់ក៏បានដឹងផងដែរថាយ៉ាងស៊ីរបស់យើងគឺមិនជាអ្នកបាញ់កំភ្លើងនោះទេមិនដឹងដែរឃើញដាក់ចឹងហើយតាមចឹងសិនទៅគាត់ក៏ចង់ប្រាប់រឿងការពិតអ្វីមួយឲ្យទៅកាន់ចំពោះយ៉ាងស៊ីរបស់យើងដឹងអំពីពិភពនៃសត្វចម្លែកគាត់និយាយអំពីប៉ាឆឹងព្រោះថាពិភពចម្លែកគឺជាកន្លែងពិភពរបស់សត្វចម្លែកហើយចំណុចខ្សោយនៃពិភពពណ៌ខៀវរបស់យើងគឺជាកន្លែងបើកជាមួយនឹងច្រកលំហពណ៌សគឺជាការឆ្លងទៅកាន់ពិភពលោកមួយផ្សេងទៀតគាត់គឺបានប្រាប់រឿងជាច្រើនសម្រាប់អ្វីមួយដែលគាត់បានដឹងព្រោះថាគាត់ក៏ជាមនុស្សម្នាក់ដែលបានចូលទៅកាន់ចំពោះពិភពសត្វចម្លែករួមជាមួយនឹងវីរបុរសកម្រិតអេរ៉ាំងជាច្រើនអ្នកប៉ុន្តែជាចុងក្រោយអ្នកដែលនៅរស់មានតែគាត់នោះទេព្រោះថាវីរបុរសកម្រិតអេរ៉ាំងទាំងអស់នោះគឺបានការពារគាត់ហើយឲ្យគាត់ចាកចេញមើលទីនោះហើយពួកគេទាំងអស់នោះក៏បានស្លាប់នៅសល់តែគាត់តែប៉ុណ្ណោះគាត់គ្រាន់តែចង់ប្រាប់រឿងនេះឲ្យទៅកាន់ចំពោះយ៉ាងស៊ីរបស់យើងបានដឹងព្រោះថាពិភពរបស់សត្វចម្លែកវាគឺពិតជាអាចារ្យហើយអំពីការមូលហេតុនៃការរស់ឡើងវិញរបស់សត្វចម្លែកមួយនេះផងដែរវាគឺជាការវិវត្តឬការបដូរសែនរបស់សត្វចម្លែកជាពិសេសការបង្កើតឡើងជាមួយនឹងមជ្ឈមណ្ឌលកែច្នៃរបស់សត្វចម្លែកនេះក៏វាតាក់ទងនឹងក្នុងការបង្កើតជាមួយនឹងច្រកទ្វារទៅកាន់ពិភពសត្វចម្លែកឬហៅឲ្យចំទៅគឺប្រហោងពណ៌សព្រោះថាមានតែការប្រើប្រាស់សត្វចម្លែកគឺការដុតបំផ្លាញវាបង្កើតទៅជាច្រកប្រហោងពណ៌សនោះទេទើបអាចឲ្យពួកយើងចូលទៅកាន់ចំពោះពិភពលោកសត្វចម្លែកប៉ុន្តែនៅទីនោះវាពិតជាគ្រោះថ្នាក់ជាខ្លាំងចំប្រាប់អ្នកដូច្នោះគឺដោយសារតែចង់ឲ្យអ្នកដឹងហើយណាមួយទៀតអ្វីដែលអ្នកត្រូវតែចាំយ៉ាងណាក៏ដោយអ្នកគឺជាពុជមនុស្សដូច្នោះខ្ញុំក៏សង្ឃឹមថាអ្នកនឹងអាចជួយការពារពុជមនុស្សរបស់យើងតាមបដខាងនៅវិញដែលមនុស្សពីរនាក់បាននិយាយថាលោកស៊ុយគឺបានប្រាប់រឿងការពិតទៅកាន់ឲ្យចំពោះបរិសមាន់បានដឹងមើលទៅរឿងនេះមុននឹងក្រោយសហគមន៍ហេរ៉ូចុងក្រោយពួកគេនឹងដឹងដូច្នោះមើលទៅពួកគេគួរតែផ្សព្វផ្សាយព័ត៌មាននេះតែម្ដងយើងក៏បានឃើញចំពោះហេរ៉ូជាច្រើនក៏បាននឹកអំពីការកោះហៅរបស់ពួកគេដោយពួកគេក៏បាននិយាយអំពីប៉ៃឈឹងដែលគឺជាការទៅកាន់ប្រហោងពណ៌សឬក៏ជាពិភពរបស់សត្វចម្លែកព្រោះថានៅទីនោះវាពិតជាគ្រោះថ្នាក់ដោយពួកគេគឺជាអ្វីដែលពួកគេបានរកឃើញការបង្ហាញចំពោះនៅកន្លែងមន្ទីរពេទ្យវិញដោយយ៉ាងស៊ីគឺបានប្រាប់រឿងជាច្រើនដែលគាត់បានជួបទៅការបងស្រីរបស់គេយើងក៏បានឃើញផងដែរថាបន្ទាប់ពីបាបយុទ្ធ
ជាមួយនឹងលោកសុយរួចយ៉ាងស៊ីក៏បានដើរមកនិយាយជាមួយនឹងឌូរបស់យើងបន្ទាប់មកប្រើជាមួយនឹងសមត្ថភាពបញ្ជាគឺបានគ្រប់គ្រងទៅកាន់ចំពោះឌូឲ្យនាងបំភ្លេចជាមួយនឹងការចងចាំដែលខ្លួនបានប្រើជាមួយនឹងអំណាចពិសេសរបស់ខ្លួនបន្ទាប់មកឲ្យនាងត្រឹមតែចាំរឿងណាដែលអត់សំខាន់តែប៉ុណ្ណោះនេះគឺជាអ្វីដែលយ៉ាងស៊ីរបស់យើងនិយាយប្រតិកម្មប្អូនស្រីរបស់គេហើយក៏បានប្រាប់ផងដែរថាឌូមើលទៅដូចជាអ្នកណាស់ដែលនាងគឺជាមនុស្សដែលញៀននឹងលុយប៉ុន្តែក៏គួរឲ្យស្រឡាញ់ដោយអ្នកផងដែរហ្វៃហើយបងគឺពិតជាប្រកាសថាបងនឹងដោះឲ្យប្អូនងើកអំពីការសន្លប់មួយនេះបានជាពិសេសជាមួយនឹងការសងសឹកបងគឺមិនអាចឲ្យកន្លងផុតនោះទេយើងក៏បានឃើញផងដែរថាយ៉ាងស៊ីគឺចាប់ដើមធ្វើអ្វីមួយជាមួយនឹងទឹកពណ៌ខៀវជាពិសេសគាត់ក៏បានប្រើជាមួយនឹងថាមពលគ្រប់គ្រងរបស់គាត់បូកសំជាមួយនឹងទឹកមួយនេះផងដែរជាពិសេសគាត់ក៏បានបង្កើតជាមួយនឹងស្រមុកមួយទៀតដើម្បីទៅជួបជាមួយនឹងអប៉ែលាវយ័នព្រោះថាឥឡូវនេះដល់ពេលរបស់ខ្លួនគឺដើម្បីទៅទីនោះគាត់ក៏បានជួសជុលជាមួយនឹងឧបករណ៍មួយចំនួនផ្សេងទៀតផងដែរជាពិសេសជាមួយនឹងវត្ថុកម្រិតរាំងស៊ីហើយគាត់នឹងបង្កើតជាមួយនឹងអង្គការសម្ងាត់មួយទៀតដែលត្រូវបានគេឲ្យឈ្មោះថាអង្គការវិនិច្ឆ័យនេះគឺជាអង្គការដែលគាត់បង្កើតឡើងដោយខ្លួនឯងហើយគាត់នឹងក្លាយជាសមាជិកតែម្នាក់គាត់នឹងផ្លាស់ប្ដូរជាមួយនឹងមុខមាត់តែគាត់ម្នាក់ឯងនិយាយទៅម៉ែសមាជិកនឹងមានតែគាត់ទេដោយមែនតែនចូលរឿងបន្តយ៉ាងស៊ីក៏បានមកជួបជាមួយនឹងអាប៉ែលាវយ័ននៅពេលដែលវាកំពុងតែដេកនឹងហើយយ៉ាងស៊ីរបស់យើងមិននិយាយជាមួយវាជាមួយនឹងភារកិច្ចអ្វីមួយដែលវាបានដាក់ឲ្យស្រាប់តែអាប៉ែលាវយ័នក៏បានមកសងអង្វរព្រោះថាវាពិតជាចង់បានជាមួយនឹងសមត្ថភាពពិសេសជាខ្លាំងចង់ខ្លាចជាហេរ៉ូដូចគេដែរយ៉ាងស៊ីរបស់យើងប្រាប់ថាអញ្ចឹងគ្រាន់តែមើលថ្មីបញ្ចេញជាមួយនឹងសមត្ថភាពគ្រប់គ្រងទៅកាន់វាហើយក៏ចង់ឲ្យវានិយាយរឿងអ្វីខ្លះក៏ដោយគឺបានប្រាប់មកកាន់ខ្លួនប៉ុន្តែមើលទៅហើយវាជាវាមិនអាចនិយាយបានទេឬក៏អាចថាអាប៉ែម្នាក់ហ្នឹងវាមានជាមួយនឹងសមត្ថភាពពិសេសបាទទៅហើយគ្រាន់តែវាមិនដឹងដូច្នោះខ្ញុំគួរតែពិនិត្យមើលជាមួយនឹងសមត្ថភាពពិសេសរបស់វាសិនបន្ទាប់ពីបានពិនិត្យមើលទៅក៏បានដឹងផងដែរថាវាគឺមានជាមួយនឹងសមត្ថភាពពិសេសដោយសារតែសមត្ថភាពរបស់វាគឺរ៉េងអេខ្ពស់ជាងខ្លួនដូច្នោះក៏បានស្រូបយកបន្ទាប់ពីស្រូបមកក៏បានដឹងផងដែរថានេះជាសមត្ថភាពចាប់កំណើតឡើងវិញគឺជាស្ថិតនៅកម្រិតអីគេប្រាប់ថាអញ្ចឹងយើងគឺអាចអញ្ចឹងសិនទៅមើលទៅសមត្ថភាពរបស់ប៉ែមួយហ្នឹងគឺពិតជាមិនអត់នោះទេអញ្ចឹងបានជាខ្លួនអាចគ្រប់គ្រងបានបន្ទាប់មកខ្ញុំគួរតែប្រកល់ជាមួយនឹងថាមពលរបស់បិសាចចោដែលខ្លួនទទួលបានក៏បានប្រកល់ឲ្យទៅកាន់វាហើយក៏បានលុបការចងចាំមួយចំនួនផងដែរបន្ទាប់មកវាក៏ចាប់ដើមងើបពីការសន្លប់ហើយក៏បាននិយាយជាមួយនឹងអប៉ែនឹងតែម្ដងជាពិសេសក៏បានប្រាំពីអង្គការរបស់ខ្លួនជាមួយនេះគឺពិតជាអាចស្រូបយកជាមួយនឹងថាមពលពិសេសរបស់អ្នកដទៃបានដូច្នោះហើយវាមានការភ្ជាប់ឲ្យជាខ្លាំងលយមែនលោកបងហើយយ៉ាងណាក៏ដោយក៏បានប្រកល់ជាមួយនឹងទឹកអ្វីមួយទៀតហើយបន្ទាប់ពីបានផឹកទឹកមួយនេះហើយពិតជាអាចដើរឡើងជាមួយនឹងអំណាចពិសេសរបស់ហែងតែម្ដងប៉ុន្តែវាមានអារម្មណ៍ថាភ័យខ្លាចទេតិចផឹកទៅងាប់ប៉ុន្តែយ៉ាងណាក៏ដោយសារតែគាត់បើសិនជាចង់សម្លាប់ខ្ញុំមិនសម្លាប់តាំងពីយូរហើយបថយមកក្តាំងតែបន្ទាប់ពីបានផឹកជាមួយនឹងទឹកមួយនឹងមួយវាក៏ចាប់ដើមប្រតិកម្មតែម្ដងព្រោះថារូបរាងកាយរបស់វាចាប់បានប្រែក្លាយទៅជាមនុស្សចូលពេញលេញបាទទៅហើយប៉ុន្តែយ៉ាងណាក៏ដោយក៏វានៅតែស្ថិតនៅក្រោមការបញ្ជារបស់យ៉ាងស៊ីរបស់យើងផងដែរសមត្ថភាពដែលប៉ែលាវយ័នទទួលបានគឺជាសមត្ថភាពមនុស្សចូលប៉ុន្តែវាមិនស្ថិតនៅរ៉េងខ្ពស់អ្វីនោះទេវាគ្រាន់តែស្ថិតនៅរ៉េង E តែប៉ុណ្ណោះវាមិនខ្ពស់ដល់រ៉េង A ដូចជាបងប្រុសរបស់អ្នកឡើយលើដូច្នោះវាក៏រៀនសញ្ញាចិត្តផងដែរយ៉ាងណាក៏ដោយយ៉ាងស៊ីរបស់យើងគ្រាន់តែប្រាប់ថាដោយសារតែអ្នកមិនទាន់ទទួលបានជាមួយនឹងគុណសម្បត្តិណាមួយទេដោយសារតែយកដល់អ្នកអំបីអ្នកត្រូវតែទទួលបានជាមួយនឹងកម្រិត S តែប៉ុណ្ណោះគឺជាកម្រិតការប៉ុន្តែដោយសារតែខ្ញុំបានសុំមេក៏ប្រកល់ជាមួយនឹងកម្រិត A រាំងឲ្យមកកាន់អ្នកតែម្ដងទៅបន្ទាប់ពីលើដូច្នោះហើយអាប៉ែលាវយ័នគឺចាប់ផ្ដើមមានការស្វ័យចិត្តតែម្ដងព្រោះថាឥឡូវនេះវាគឺកំពុងតែរំភើបវាដល់ថ្នាក់ហៅចំពោះយ៉ាងស៊ីរបស់យើងគឺជាឪពុកតែម្ដងនិយាយទៅអានេះពិតជាពូកែតែម្ដងអាខាបញ្ចុះបញ្ចូលអញ្ចឹងអើយសាហាវណាស់អាប៉ែលាវយ័ននេះហើយវាក៏ចង់ជួបជាមួយនឹងមេនៅក្នុងអង្គការផងដែរប៉ុន្តែយ៉ាងណាក៏ដោយយ៉ាងស៊ីបានប្រាប់ថាជាមួយនឹងគុណសម្បត្តិរបស់អ្នកវាមិនទាន់គ្រប់គ្រាន់ដើម្បីជួបទៅកាន់មេអង្គការនោះទេប៉ុន្តែខ្ញុំគ្រាន់តែចង់ប្រាប់អ្នកដោយអង្គការរបស់យើងបែងចែកទៅជា12ជាមួយនឹងរិទ្ធិសីអាណាចក្រអាដឹងដែរឃើញគេថាអញ្ចឹងយើងហៅតាំងវាសិនទៅហើយចំពោះខ្លួននឹងគ្រាន់តែស្ថិតនៅកម្រិតទាបមិនទាន់ដល់ខ្ពស់នោះទេលើដូច្នោះវាក៏មានការភ្ញាក់ផ្អើលអញ្ចឹងខ្ញុំធ្វើយ៉ាងម៉េចទៅទើបអាចជួបជាមួយនឹងមេបានរឿងនេះវាពឹងផ្អែកទៅលើជាមួយគុណសម្បត្តិរបស់ឯងផងដែរវាក៏បានយល់ព្រមឥឡូវនេះភារកិច្ចអ្វីដែលអ្នកចង់ខ្ញុំធ្វើយ៉ាងស៊ីរបស់យើងគ្រាន់តែចង់ឲ្យវាប្រើជាមួយនឹងអត្តសញ្ញាណរបស់វានៅក្នុងក្រុមហ៊ុនគុនលុនដើម្បីស៊ើបអង្កេតជាមួយ
នឹងទឹកថ្នាំពណ៌ខៀវបន្ទាប់ពីវាធ្វើភារកិច្ចនៃទទួលបានជោគជ័យច្បាស់ថាខ្ញុំពិតជាជួយអ្នកបង្កើនជាមួយនឹងសមត្ថភាពរឿងចឹងទុកឲ្យខ្ញុំទៅចុះលោកបងខ្ញុំពិតជាអាចជួយបានយ៉ាងស៊ីរបស់យើងក៏បានដើរចាកចេញពីទីនេះបាទទៅយ៉ាងណាក៏ដោយមុននឹងចាកចេញក៏បានប្រតិកម្មចំពោះអប៉ែលាវយ័ន្តបន្ទាប់ពីទទួលបានភារកិច្ចនឹងត្រូវបានបញ្ចប់ខ្ញុំនឹងជួយដំឡើងអ្នកទៅកាន់ឌីរ៉េងតែម្ដងឬដូច្នោះហើយវាក៏មានការសប្បាយចិត្តផងដែរប៉ុន្តែយ៉ាងស៊ីរបស់យើងទុកពេលឲ្យវាត្រឹមតែមួយអាទិត្យតែប៉ុណ្ណោះឬដូច្នោះហើយលឺយន់ក៏មានការភ្ញាក់ផ្អើលផងដែរលោកបងអើយមិនក៏លឺយ៉ាងនេះនៅពេលដែលយ៉ាងស៊ីរបស់យើងកំពុងតែដើរបានឃើញជាមួយនឹងផ្លាកឈ្មោះរបស់ខ្លួនគេកំពុងតែបិទគឺមានការភ្ញាក់ផ្អើលហើយដល់ថ្នាក់ម្ចាស់គេបានថាឲ្យមកព្រួតទឹកអីលើអញ្ចឹងហើយក៏បានឆ្ងល់ផងដែរមិនក៏ឌូមកបិទឈ្មោះខ្លួនអញ្ចឹងជាពិសេសក៏បានឃើញមនុស្សមួយក្រុមបាននាំឌូរបស់យើងទៅកន្លែងណាមួយបន្ទាប់ពីតាមទៅមើលទៅបានឃើញថាមនុស្សមួយក្រុមហ្នឹងគឺចង់ឲ្យចំពោះឌូប្រគល់ជាមួយនឹងដាវបីសាច់ដោយដាវបីសាច់ដែលឌូរបស់យើងយកទៅនៅវាស្ថិតនៅរ៉េង S ឯណោះរ៉េង S ខ្លាំងមែនរ៉េង S កាទេដែលនោះគឺជាដាវបីសាច់សំបីតែយ៉ាងស៊ីក៏មានការភ្ញាក់ផ្អើលដែលឌូហ៊ានយកជាមួយនឹងដាវបីសាច់ដែលវាស្ថិតនៅរ៉េង S ឥឡូវនេះពួកទាំងអស់នោះពួកគេចង់ឲ្យចំពោះឌូរបស់យើងប្រគល់មកវិញប៉ុន្តែមើលទៅឌូរបស់យើងធ្វើជាដូចដឹងខ្យល់អីអញ្ចឹងព្រោះថានាងគឺមិនបានយើងប៉ុន្តែមើលទៅការសម្ដែងរបស់នាងពិតជាកាចជាខ្លាំងយ៉ាងណាក៏ដោយកញ្ញាម្នេះក៏បានប្រាប់ទៅកាន់កូនក្រុមរបស់នាងទៅចាប់ការតែម្ដងទៅមើលទៅពួកគេទាំងអស់នេះសិតតែជាអ្នកមានសមត្ថភាពដោយក៏ដឹងផងដែរថាពួកគេនឹងគឺសិតតែស្ថិតនៅក្នុងរាំងស៊ីប៉ុន្តែកញ្ញាឌូក៏បានដូចជាមួយនឹងផលិតបាននាងស្ថិតនៅកម្រិត B បកទៅកាន់ពួកគេឲ្យខ្ទាតប៉ើងតែម្ដងជាមួយនឹងការបករបស់នាងនេះគឺពិតជាខ្លាំងហើយនាងក៏រឹកអេឡង់ហោះគឺដើម្បីចាកចេញពីទីនេះប៉ុន្តែក្មេងស្រីម្នាក់នេះគឺពិតជាអនឡាញនាងក៏បានបញ្ចេញជាមួយសមត្ថភាពរបស់នាងផងដែរនាងគឺជាមនុស្សដែលមានជាមួយនឹងអំណាចនៃតកដោយនាងគឺបានដេញតាមវិភាគទៅកាន់ចំពោះឌូរបស់យើងសម្រាប់យ៉ាងស៊ីក៏មានការបារម្ភផងដែរអំពីការវិភាគនៅទីនោះវាក៏បង្កើតជាមួយនឹងការចលាចលនៅក្នុងទីក្រុងផងដែរជាពិសេសនឹងឌូរបស់យើងនឹងគឺត្រូវបានកញ្ញាមកនឹងបង្កបានបាត់ទៅហើយព្រោះថាឥឡូវនេះនាងគឺមិនអាចរត់ចាស់ចេញពីទីនេះឡើយដោយកញ្ញាមកនឹងគ្រាន់តែចង់ឲ្យឌូប្រគល់ជាមួយនឹងដាវបីសាច់វិញប៉ុន្តែមើលទៅកញ្ញាឌូរបស់យើងមិនព្រមប្រគល់ឲ្យនោះទេទោះបីជានាងខំនិយាយយ៉ាងណាក៏ដោយកញ្ញាឌូរបស់យើងនៅតែនិយាយដដែលណានាងមិនឲ្យនាងក៏បានដកជាមួយនឹងដាវបីសាច់ប្រគល់ឲ្យទៅកាន់ចំពោះយ៉ាងស៊ីរបស់យើងគឺជាបរិសុទ្ធមន់យ៉ាងស៊ីបានទៅសើទៅកាន់នាងថាក្មេងស្រីម្នាក់នេះពិតជាឆ្លាតដែលបានដឹងថាខ្ញុំនៅទីនេះចំតែពួកគេគឺពិតជាចង់បានជាមួយនឹងដៃជ្រះមួយនេះសម្រាប់ឌូក៏មិនដឹងផងដែរបើគ្រាន់តែដៃជ្រះអញ្ចឹងក៏ពួកវាចង់យកកញ្ញាមកហ្នឹងក៏បានឲ្យកូនចៅរបស់នាងចាប់ការទៅកាន់ចំពោះយ៉ាងស៊ីរបស់យើងប៉ុន្តែយ៉ាងស៊ីបានដឹងថាដាវបីសាច់នេះបានស្រូបយកជាមួយធម្មពលរបស់ខ្លួនតែម្ដងប៉ុន្តែឥឡូវនេះគ្មានពេលគិតច្រើននោះទេដោយគាត់គឺកំពុងតែប្រយុទ្ធជាមួយនឹងពួកទាំងអស់នេះតែម្ដងសម្រាប់កញ្ញាមកនេះគឺកំពុងតែមានការភ្ញាក់ផ្អើលអំពីអំណាចដែលបញ្ចេញរបស់យ៉ាងស៊ីរបស់យើងយ៉ាងស៊ីក៏បានសម្លាប់ទៅកាន់គ្នារបស់នាងបានម្នាក់ជាពិសេសក៏បានស្រូបយកជាមួយនឹងសមត្ថភាពដែលគឺជាកម្រិតស៊ីរ៉េងដែលគឺជារចនាដាវ3របស់ព្រះអាទិត្យនិងព្រះច័ន្ទប៉ុន្តែឥឡូវនេះសម្រាប់តួឯករបស់យើងនឹងធម្មពលរបស់គាត់គឺកំពុងតែចុះខ្សោយជាខ្លាំងជាពិសេសកញ្ញាម្ដងប្រើធម្មពលវាផាមកកាន់ខ្លួនតើខ្លួនគួរតែប្រើជាមួយនឹងការចាក់កំណត់ឡើងវិញមិនដែរឬទេប៉ុន្តែក៏មានធម្មពលពីណាមួយគឺបានមកជួយចំពោះពួកគេដោយពួកគេទាំងអស់នោះគឺជាហេរ៉ូគឺនៅទីនេះដោយបាននិយាយថាមើលទៅមនុស្សដែលមកពីក្រុងសាគូរ៉ាពិតជាហ៊ានមកបង្កបញ្ហានៅទីនេះ